បាទជំរាបសួរអំពូមីងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងឃើញថាតម្លៃទីផ្សារមាសកាលពីម្សិលមិញហ្នឹងគឺបានធ្លាក់ដល់ទៅតម្លៃ$3,970ក្នុង1អោនបាទអញ្ចឹងបើសិនជាយើងមើលទៅលើព័ត៌មានវិញយើងឃើញថាប្រទេសអាមេរិកនិងប្រទេសអេរ៉ុងកំពុងតែបាញ់មីស៊ីលតបគ្នាទៅវិញទៅមកចំណុចនេះដែលធ្វើឲ្យអ្នកវិនិយោគគាត់ធ្វើការលក់មាសចេញបងប្អូនដោយសារតែអ៊ីរ៉ង់មិនទាន់អាចព្រមបើកទៅលើច្រក Hormuz បានទេហើយមួយម៉ោងមុននេះគឺយើងឃើញថាប្រទេសអាមេរិកលោក Donald Trump ហ្នឹងគាត់ចេញសារថាគាត់នឹងបើកច្រក Hormuz ហ្នឹងជាឯកតោភាគីបើសិនជាគ្មានអ៊ីរ៉ង់យល់ព្រមក៏ដោយបាទអញ្ចឹងយើងឃើញថាតកតទៅជាមួយនឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងមានការកើនឡើងខ្លាំងហើយអ្នកវិនិយោគហ្នឹងគឺគាត់ចង់ឲ្យប្រទេសទាំងពីរហ្នឹងប្រឈប់ធ្វើសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់ដើម្បីបើកច្រក Hormuz អញ្ចឹងសម្រាប់អ្នកដែលគាត់ទិញមាសក៏រៀងហានិភ័យដែរដោយសារតែមិនទាន់បានបើកច្រក Hormuz អញ្ចឹងតម្លៃទីផ្សារមាសអាចនឹងមានការធ្លាក់ចុះបន្តទៀតហើយអ្នកវិនិយោគហ្នឹងក៏គាត់បានព្យាករណ៍ថាអាចនឹងព្យាយាមធ្លាក់ចុះបន្តទៀតបងប្អូនអញ្ចឹងឥឡូវយើងទៅមើលការវិភាគរបស់ខ្ញុំទាំងអស់គ្នាបាទយើងមើលទៅលើតម្លៃទីផ្សារមាសដែលខ្ញុំគូកាលពីម្សិលមិញបាទម្សិលមិញយើងឃើញថាតម្លៃទីផ្សារមាសគឺបានធ្លាក់ដល់តំបន់$3,960ហើយបាទមានថាវាបែកនៅក្នុងតំបន់នេះបាទអំពុំមីងបងប្អូនអរគ្នាវាបែកនៅក្នុងតំបន់4,000ណាបាទហើយវាធ្លាក់មកដល់4,100បាទធ្លាក់ក្រោម4,100ហ្នឹងគឺវាធ្លាក់មកដល់$3,960បាទកាលពីព្រឹកមិញហ្នឹងគឺមកតេស្តដល់តម្លៃហ្នឹងអញ្ចឹងតម្លៃទីផ្សារមាសហ្នឹងអាចនឹងព្យាយាមតែកន្លែងនេះបាទកន្លែងនេះណាបាទកន្លែងហ្នឹងមានន័យថា4,960ហ្នឹងគឺវាអាចព្យាយាមតេស្តក្នុងតំបន់ហ្នឹងហើយអំពុំមីងបងប្អូនអរគ្នាបើសិនជាវានឹងអាចនឹងព្យាយាមតេស្តធ្លាក់ក្រោម4,960ចឹងទីផ្សារមាសអាចឡើងអាចលក្ខណៈថាអាចចុះបន្ថែមទៀតអញ្ចឹងបើសិនជាចុះយើងមើលលើតំបន់នេះបាទយើងមើលលើចំណុចនេះណាបាទនេះខ្ញុំឲ្យមើលឡើងនេះបាទចឹងយើងគូចេះគឺយើងដឹងថាតម្លៃទីផ្សារមាសហ្នឹងវាធ្លាក់ដល់ទៅតំបន់ណាទៀតចឹងណាបាទអូខេអញ្ចឹងឥឡូវខ្ញុំយក trend នេះបាទ trend នេះចឹងឥឡូវនេះគឺជា resistance មកវាបាទ resistance មកវាអូខេខ្ញុំលុបអានេះចេញចឹងអំពុំមិញមើលឃើញនៅក្នុងចំណុចនេះណាបាទនេះចឹងឥឡូវយើងមើលទៀតបាទនេះព្រោះឥឡូវហ្នឹងគឺយើងឃើញព័ត៌មានខ្លាំងមែនតើដែលកំពុងធ្វើសង្គ្រាមហ្នឹងដោយសារតែប្រទេសអាមេរិកហ្នឹងគាត់សម្រាប់មេដឹកនាំអ៊ីរ៉ង់អញ្ចឹងធ្វើឲ្យកូនប្រធានាធិបតីអ៊ីរ៉ង់ហ្នឹងគាត់ខឹងណាបាទអញ្ចឹងធ្វើឲ្យតម្លៃទីផ្សារមាសហ្នឹងវាអាចធ្លាក់ចុះបន្តទៀតនេះកន្លែងនេះបងប្អូនអរគ្នាអញ្ចឹងសម្រាប់អ្នកដែលគាត់ទិញមាសអាចទិញនៅក្នុងតំបន់នេះបាទអ្នកដែលគាត់ទិញមាសគីឡូក៏អាចទិញក្នុងតំបន់នេះដែរ3,960បាទនេះព្រោះថាវាតេស្តកន្លែងនេះច្រើនសារហើយអញ្ចឹងយើងអាចទិញនៅក្នុងតំបន់3,960បើសិនជាមាសឡើងគឺគោលដៅវាគឺនេះតំបន់នេះបាទតំបន់ហ្នឹងបើយើងវាយទៅគឺ4,060អញ្ចឹងចំណេញបានដូចជា70-80លេខដែរណាបាទក្នុងមួយអោនណាអញ្ចឹងតម្លៃទីផ្សារមាសហ្នឹងគឺបែបអញ្ចឹងឡើងគឺអញ្ចឹងបាទឡើងគឺអញ្ចឹងណាចុះអ្វីដែលសំខាន់ហ្នឹងគឺវាអាចនឹងមកតេស្តនៅ3,960សិនបើសិនជាវាតេស្ត3,960ហ្នឹងបែកមកក្រោម4,000បាទ3,940បើដល់3,940មាសហ្នឹងអាចនឹងបន្តធ្លាក់បន្តទៀតអញ្ចឹងណាពុំមីងបងប្អូនអញ្ចឹងកន្លែងហ្នឹងគឺយើងប្រុងប្រយ័ត្នតិចសម្រាប់អ្នកដែលគាត់ទិញមាសព្រោះតម្លៃទីផ្សារមាសបច្ចុប្បន្នកំពុងតែចុះបាទហើយវាអាចនឹងឡើងវិញបើសិនជាវាឡើងដល់4,012 4,013គឺតម្លៃមាសហ្នឹងអាចនឹងងើបឡើងមកដល់4,067-68បាទតែបើអត់ទេមាសហ្នឹងអាចនឹងព្យាយាមចុះបន្តទៀតបាទអាចនឹងព្យាយាមចុះបន្តទៀតហើយគោលដៅវាគឺមកដល់3,950បាទអញ្ចឹងបើសិនធ្លាក់ក្រោម50ទៀតគឺដាច់គេហៅថា support ណាដាច់ support ហ្នឹងគឺគោលដៅវាអាចនឹងរកតំបន់ថ្មីអាច3,800បាទឬក៏3,900 គុតអីចឹងទៅបាទហ្នឹងហើយបើវាបែក3,900 គុតមាសហ្នឹងអាចមកដល់3,800វិញអញ្ចឹងណាបងបាទអញ្ចឹងសម្រាប់អំពូមីងបងប្អូនដែលចង់រៀនតាក់ទងជាមួយនឹងការវិភាគទៅលើទីផ្សារចេញមាសអាចតាក់ទងមកលេខទូរស័ព្ទនិងជាលេខ Telegram របស់ខ្ញុំនឹងបានហើយសម្រាប់អំពូមីងបងប្អូនចង់ប្រឹក្សាយោបល់តាក់ទងមួយទីផ្សារហាងចេញមាសគីឡូក៏អាចតាក់ទងមកលេខទូរស័ព្ទនិងជាលេខ Telegram របស់ខ្ញុំផ្ទាល់ផងដែរបាទអរគុណច្រើនអំពូមីងអរគ្នាបាទ
បាទក៏សូមជម្រាបលាអំពូមីងបងប្អូនអរគ្នាដែលបានតាមដាននៅក្នុងការវិភាគទីផ្សាររបស់ខ្ញុំនៅក្នុងថ្ងៃនេះចឹងសម្រាប់បងប្អូនអំពូមីងដែលចង់រៀនតាក់ទងជាមួយនឹងការទិញលក់តម្លៃហាងឆេងមាសកក់តាមធនាគារអាចតាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំនិងជាលេខ Telegram របស់ខ្ញុំផ្ទាល់ដើម្បីធ្វើការសិក្សាស្វែងយល់តាក់ទងមួយការវិភាគទៅលើទីផ្សារហាងឆេងមាសបងប្អូនអាចធ្វើការទិញលក់ហាងឆេងបានបាទចឹងក៏សូមអរគុណជម្រាបលាអំពូមីងបងប្អូនអរគ្នាបាទ